នាងខ្ញុំឈ្មោះមាសផូលីអាយុ48ឆ្នាំបច្ចុប្បន្នជាគ្រូបង្រៀនថ្នាក់ទី6នៅសាលាបឋមសិក្សាបារាយឃុំបារាយស្រុកបារាយខេត្តកំពង់ធំខ្ញុំសូមសរសេរអំពីជីវិតពិតរបស់ខ្ញុំនៅក្នុងរបបប៉ុលពតមុននឹងខ្ញុំស្លាប់ទៅខ្ញុំចង់ឲ្យកូនចៅនិងប្រជាជនខ្មែរបានដឹងអំពីការលំបាករបស់ខ្ញុំឈ្មោះហៅក្រៅរបស់ខ្ញុំគឺអាផលឪពុកខ្ញុំឈ្មោះមាសចនម្ដាយឈ្មោះនូសរិនបងប្រុសទី1ឈ្មោះមាសវ៉ានីបងប្រុសទី2ឈ្មោះមាសចន្ទទីបងទី3គឺរូបនាងខ្ញុំមាសផូលីទី4ប្អូនប្រុសឈ្មោះមាសចន្ទថលទី5ប្អូនស្រីឈ្មោះមាសផល្លាទី6ប្អូនស្រីឈ្មោះមាសប៊ុនស៊ីទី7ប្អូនស្រីឈ្មោះមាសសវ៉ាត់ទី8ប្អូនស្រីឈ្មោះមាសស្រីម៉ាប់ទី9ប្អូនស្រីឈ្មោះមាសស្រីវឿនទី10ប្អូនស្រីឈ្មោះមាសស្រីខួចសរុបទាំងឪពុកម្ដាយនិងរូបខ្ញុំផងមានគ្នា12នាក់នៅក្នុងអំឡុងឆ្នាំ1972ខ្ញុំមានអាយុ13ឆ្នាំក្រុមគ្រួសាររបស់ខ្ញុំបានភៀសខ្លួនពីស្រុកកំណើតគឺភូមិដាឃុំត្រៀលស្រុកបារាយខេត្តកំពង់ធំទៅតាមក្រុមទាហានចេនឡាយើងសម្រាកនៅកំពង់ថ្ម3យប់ទៅទៀតរហូតដល់ខេត្តកំពង់ធំនៅខេត្តកំពង់ធំយើងខ្ញុំជួបតែការភ័យខ្លាចដោយសារក្របផ្លោងរបស់ខ្មែរក្រហមកាលនោះមានឧទ្ធម្ភាគចក្រមកដឹកប្រជាជនទៅទីក្រុងភ្នំពេញក្រោមការគ្រប់គ្រងរបស់លន់នល់សមាជិកគ្រួសារខ្ញុំជាយន្តហោះបែកគ្នា2ថ្ងៃក្រោយទើបបានជួបជុំគ្នាវិញមកដល់ភ្នំពេញឪពុកខ្ញុំនិងបងប្រុស2នាក់ចូលធ្វើទាហានឪពុកខ្ញុំមាននីតិជាអ្នកបើកឡានបងប្រុសខ្ញុំម្នាក់បានស្លាប់នៅក្នុងសមរភូមិព្រែកអញ្ចាញនាជាក្រុងភ្នំពេញក្រុមគ្រួសារខ្ញុំរស់នៅភ្នំពេញបានជាង2ឆ្នាំប៉ុណ្ណោះក៏ត្រូវបានខ្មែរក្រហមបង្ខំឲ្យចាក់ចេញពីភ្នំពេញនៅថ្ងៃទី17ខែមេសាឆ្នាំ1975យើងចេះតែដើរទៅមុខយប់កន្លែងណាដេកកន្លែងនោះមិនដឹងជាប្រហែលថ្ងៃទេខ្ញុំមិនចាំទើបមកដល់ភូមិដាឃុំត្រៀលស្រុកបារាយខេត្តកំពង់ធំមកដល់ភូមិកំណើតយើងនឹកស្មានថាបានសេចក្តីសុខប៉ុន្តែផ្ទុយស្រឡះពីការគិតដោយឪពុកខ្ញុំចេះជួសជុលម៉ាស៊ីនគ្រប់ធន់និងចេះបើកឡានផងអង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅភូមិភាគខេត្តកំពង់ចាមយូរម្ដងគាត់មកលេងម្ដាយខ្ញុំនិងប្អូនខ្ញុំនៅផ្ទះបងប្រុសឈ្មោះមាសវ៉ានីត្រូវបញ្ជូនទៅកងចល័តនៅទំនប់ខាងកើតកំពង់ថ្មចំណែករូបខ្ញុំក៏ចូលកងចល័តដែរលើកទំនប់ធ្វើស្រែដកសំណាបមិនដែលបានជួបជុំបងប្អូនទេប្អូនប្រុសឈ្មោះមាសចន្ទថលទៅធ្វើចំការនៅចំការអណ្ដូងម្ដាយខ្ញុំនិងប្អូនផ្សេងទៀតនៅជុំគ្នាថ្ងៃមួយពេលដែលខ្ញុំកំពុងតែដកសំណាបនៅវាលបោះស្បូវប្រធានកងខ្ញុំប្រាប់ថាមិត្តផលមិត្តឯងធ្វើការល្អហេតុនេះអង្គការឲ្យមិត្តឯងរៀបគ្រួសារឥឡូវនេះខ្ញុំឆ្លើយថាមិត្តបងឲ្យខ្ញុំរៀបគ្រួសារជាមួយអ្នកណាបើខ្ញុំមិនដែលស្គាល់គេផងមេកងតបថាឥឡូវនេះគេមិនបាច់ឲ្យស្គាល់គ្នាយូរទេនាំតែខាតពេលវេលាដោយខ្លាចមិនហ៊ានប្រកែកខ្ញុំបង្ខំចិត្តមករៀបគ្រួសារក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបង់កក្រមាក្នុងរោងបាយភូមិថ្នោតស្ថិតនៅក្នុងឃុំត្រៀលពិធីរៀបការពេលនោះមានគូស្រករដែលត្រូវរៀបចំចំនួន7គូហើយគូខ្ញុំគឺជាគូចុងក្រោយបងអស់ប្តីខ្ញុំឈ្មោះប្រាក់តិនជាប្រជាជនថ្មីដែរគាត់មានបងប្រុសម្នាក់ឈ្មោះប្រាក់យុទ្ធនិងម្ដាយមេម៉ាយឈ្មោះយាយងយើងទាំងពីរនាក់មិនដែលស្គាល់គ្នាពីមុនមកពេលរៀបការរួចខ្ញុំមករស់នៅខាងប្តីនៅភូមិភ្នៅចាប់ពីពេលនោះមកខ្ញុំបែកពីឪពុកម្ដាយបងប្អូនថ្ងៃមួយក្នុងឆ្នាំ1977ឪពុកខ្ញុំបានមកសួរសុខទុក្ខខ្ញុំនៅភូមិភ្នៅហើយផ្ដាំខ្ញុំថាអផលបើបាត់ប៉ាយូប៉ាស្លាប់ហើយបងប្រុសឯងត្រូវគេសម្លាប់បាត់ហើយព្រោះគេថាប៉ះពាល់សិលធម៌និយាយតែប៉ុណ្ណោះឪពុកខ្ញុំក៏ត្រឡប់ទៅវិញបាត់រហូតទៅប្តីប្រពន្ធខ្ញុំរស់នៅភូមិភ្នៅទាំងការភ័យខ្លាចអ្នកភូមិអាណិតអាសូរយើងទាំងពីរបានឲ្យស្លឹកកណ្ដោបនិងកូនឈើខ្លះហើយប្តីខ្ញុំទៅច្រូតចែងម៉ែងពីវាលទន្លេជុំយកមកគៀបធ្វើជញ្ជាំងសង់បានជាកូនខ្ទមមួយនៅលើដីដែលអ៊ំស្រីម្នាក់ឲ្យស្នាក់នៅជាមួយបណ្ដោះអាសន្នយើងរស់នៅក្នុងកូនខ្ទមនោះបានប្រហែល3ទៅ4ខែយប់មួយប្តីខ្ញុំសួរខ្ញុំថាអាផលនាងសុកចិត្តរត់ទៅជាមួយខ្ញុំទេខ្ញុំឆ្លើយថាខ្ញុំមិនហ៊ានទៅទេខ្ញុំខ្លាចណាស់ទឹកច្រើនយ៉ាងនេះគាត់និយាយថាបើអញ្ចឹងយើងបែកគ្នាហើយបងជាបងប្រុសមួយរូបដែរបងជាប្រុសមួយរូបដែរមិនឈរអោបដៃឲ្យគេសម្លាប់នោះទេបើថ្ងៃក្រោយនៅមានជីវិតបងមករកអូនវិញគាត់និយាយអ្វីច្រើនទៀតតែខ្ញុំមិនចាំណាហត់នៅក្នុងការងារហើយនៅក្នុងវ័យ17ឆ្នាំងងុយគេងច្រើនផងក៏លងលក់ទៅលុះព្រឹកឡើងខ្ញុំភ្ញាក់ដើម្បីទៅដកស្ទូងពេលចេញមកដល់របងខ្ទមស្រាប់តែឃើញមួកស្លឹកត្នោតដែលគាត់ពាក់ធ្វើការរាល់ថ្ងៃដាក់លើរបងមុខខ្ទមខ្ញុំក៏យកមួកនោះមកមើលហើយក៏យល់ថាគាត់ទៅចោលខ្ញុំហើយខ្ញុំភ័យណាស់រត់ទៅសួរម្ដាយក្មេកយាយយ៉ងឆ្លើយថាកុំមាត់កូនវាទៅពីអ្នកបងប្អូនវាបាត់ហើយ
ខ្ញុំក្តុកក្តួលចិត្តជាខ្លាំងប៉ុន្តែនៅតែទៅដកស្ទូងដោយធម្មតាចាប់ពីពេលនោះមកឆ្លប់ភូមិតាមដានខ្ញុំរាល់យប់ខ្ញុំរស់នៅម្នាក់ឯងរហូតដល់ចុងឆ្នាំ1977ថ្ងៃមួយប្អូនប្រុសខ្ញុំឈ្មោះមាសចន្ទថុលដែលធ្វើការនៅចំការអណ្ដូងបានមកលេងផ្ទះនៅភូមិដាក្នុងថ្ងៃឈប់សម្រាកទើបតែដើរមកដល់ដើមភូមិមីងម្នាក់គាត់វាថាចន្ទថុលឯងមករកអីម៉ាក់ឯងនិងប្អូនទាំងអស់របស់ឯងត្រូវខ្មែរក្រហមដឹកតាមរទេះគោយកទៅសម្លាប់អស់ហើយឆ្លោះប្រាប់ថាយកវាទៅនៅជាមួយប៉ាវាចន្ទថុលកុំចូលភូមិដាអីប្រញាប់ដើរទៅរកបងស្រីឯងនៅភូមិភ្នៅទៅចន្ទថុលថ្លែងអំណរគុណអ្នកមីងនោះហើយដើរទៅទិសខាងជើងសំដៅទៅភូមិភ្នៅវាអង្គុយលើលូមួយតាមថ្នល់ជាតិសម្លឹងមើលទៅភូមិភ្នៅគិតក្នុងចិត្តថាប្រហែលជាបងខ្ញុំមិននៅរស់ទេមើលទៅគាត់ប្រកាសជាស្លាប់បាត់ទៅហើយមួយសន្ទុះក្រោយមកវាបានឃើញដូនចាស់ម្នាក់ក៏សួរថាយាយបងខ្ញុំឈ្មោះផលគាត់នៅដែរឬទេជីដូនឆ្លើយថាវានៅទេចាឯងចូលទៅចន្ទថុលត្រេកអរខ្លាំងណាស់ពេលជួបខ្ញុំវាយំផងអោបខ្ញុំផងហើយនិយាយថាបងអើយម៉ាក់យើងនិងប្អូនទាំងអស់ត្រូវគេសម្លាប់ហើយយើងអង្គុយយំពីរអ្នកបងប្អូនពេលនោះប្រធានភូមិភ្នៅដើរចូលមកប្រាប់ខ្ញុំថាមិត្តឯងទៅប្រាប់ប្រធានភូមិដើរទៅកុំឲ្យគេរកហើយគេចោទថាភូមិយើងលាក់ខ្មាំងលើដូចនោះខ្ញុំដើរតម្រង់ទៅភូមិដាដើម្បីប្រាប់ប្រធានភូមិថាចន្ទថុលនៅជាមួយខ្ញុំពេលដើរចេញមកវិញអ្នកភូមិម្នាក់អូសដៃខ្ញុំទៅរកកន្លែងស្ងាត់ហើយប្រាប់ថាអផលឯងមកធ្វើអីប្រញាប់ត្រឡប់ទៅវិញទៅម៉ាក់ឯងនិងប្អូនឯងទាំងអស់គេដឹកតាមរទេះគោយកទៅសម្លាប់អស់ហើយនៅតាមផ្លូវគាត់បោចអីវ៉ាន់នៅលើរទេះបោះឲ្យគេហើយលើកដៃសំពះលាគេថាគាត់លាស្លាប់ហើយលើដូចនោះខ្ញុំដើរត្រឡប់មកភូមិភ្នៅវិញយ៉ាងប្រញាប់បំផុតយើងពីរអ្នកបងប្អូននៅជុំគ្នាបានតែ2ថ្ងៃមួយយើងនាំគ្នាទៅស្ទូចត្រីនៅអូមួយនៅខាងជើងភូមិតាំងពីតូចរហូតដល់ធំខ្ញុំមិនដែលបានស្ទូចត្រីទេប៉ុន្តែថ្ងៃនោះខ្ញុំស្ទូចបានត្រីច្រើនណាស់មានត្រីឆ្លូញត្រីអណ្ដែងបាត់ថ្លឹងទៅបានប្រហែល7គីឡូពីរអ្នកបងប្អូនត្រេកអរណាស់យើងនិយាយគ្នាថាយើងយកត្រីនេះទៅប្រឡាក់ហើយអាំងហូបជាមួយពោតក្រហមប្រហែលជាឆ្ងាញ់ហើយពេលរសៀលម៉ោងប្រហែលជា4យើងដើរត្រឡប់មកភូមិវិញពុទ្ធអើយអ្វីដែលគិតត្រូវរលាយអស់គ្រាន់តែមកដល់ខ្ទមវិញស្រាប់តែមានមនុស្សទៅតាមហៅថាចន្ទថុលមានគេមករកពេលនោះប្រលឹងខ្ញុំហាក់ដូចជាធ្លាក់ពីលើចុងឈើខ្ញុំភ័យណាស់យើងទាំងពីរអ្នកដើរទៅកណ្ដាលភូមិក៏ឃើញអាពឿនប្រធានភូមិដាឈរសម្លឹងមករកប្អូនខ្ញុំហើយប្រាប់ថាយើងមកយកចន្ទថុលទៅវិញគ្រាន់តែឮប៉ុណ្ណោះប្អូនខ្ញុំយល់ច្បាស់ថាវាប្រកាសជាស្លាប់ហើយវាសម្លឹងមកខ្ញុំហើយពោលថាបងស្រីយើងបែកគ្នាហើយខ្ញុំលាហើយបងខ្ញុំយំអោបប្អូនហើយប្រាប់អាពឿនថាមិត្តបងយកខ្ញុំទៅផងចុះខ្ញុំមិនអាចរស់នៅម្នាក់ឯងបានទេបើគ្មានប្អូនអាពឿនឆ្លើយថាយើងមិនយកមិត្តឯងទៅទេព្រោះយើងមិនក្តាប់មិត្តឯងឯណាយើងយកតែមិត្តថលទេយើងក្តាប់អ្នកណាយើងយកតែអ្នកនោះថាហើយវាបង្ខំឲ្យប្អូនប្រុសខ្ញុំឡើងជិះលើកង់របស់វាប្អូនខ្ញុំបង្ហូរទឹកភ្នែកមើលមកខ្ញុំមិនឈប់មីងម្នាក់នៅភូមិភ្នៅបានចាប់ខ្ញុំបំបីពីប្អូនអាពឿនដុបប្អូនខ្ញុំចេញពីភូមិភ្នៅនៅពេលថ្ងៃរៀបលិចផ្ទៃមេឃមានពណ៌ក្រហមដូចមាសហាក់ដូចជាក្តៅចិត្តជាមួយខ្ញុំដែរផ្លូវចេញពីភូមិភ្នៅបត់បានកងិចកងក់អមដោយកូនថ្នោតតូចខ្ញុំតាមមើលប្អូនម្ដងបាត់ម្ដងឃើញរហូតដល់ថ្ងៃលិចបាត់មើលលែងឃើញទើបដើរសំដៅមករកកូនខ្ទមវិញទាំងហិតលហៃនិងអស់សង្ឃឹមខ្ញុំរស់នៅតែម្នាក់ឯងក្នុងកូនខ្ទមដោយមានការផ្ដល់ជាកម្លាំងចិត្តពីអ្នកភូមិខ្ញុំខិតខំធ្វើការងារមិនដែលហ៊ានសម្រាកសំបីតែមួយថ្ងៃកងចល័តពិសេសរបស់ខ្ញុំត្រូវទៅជីកប្រឡាយលើកទំនប់នៅទួលភ្នំទ្រាំងដែលស្ថិតនៅប្រមាណ3ឬ4គីឡូម៉ែត្រខាងកើតភូមិភ្នៅទួលភ្នំទ្រាំងសម្បូរទៅដោយថ្មធំដូច្នេះយើងត្រូវបំបែកថ្មហើយលើកចេញដោយហុចបន្តគ្នាជាខ្សែដោយការធ្វេសប្រហែសខ្ញុំបានធ្វើឲ្យរបូតថ្មពីដៃធ្លាក់ត្រូវមេជើងខ្លួនឯងមុតហូរឈាមរហាមប្រធានកងនារីបានឲ្យខ្ញុំទៅសម្រាកនៅក្នុងរូងហើយយកចិត្តទុកដាក់ខ្នះខ្នែងព្យាបាលរបួសខ្ញុំរហូតបានជាសះស្បើយចាប់តាំងពីថ្ងៃនោះមករាល់ពេលសម្រាកខ្ញុំតែងតែសម្រាកជាមួយប្រធានកងនារីហើយច្រៀងតិចឲ្យគាត់ស្ដាប់មានដូចជាបទស្អែក1000ដងបរិយជួឡុងចំការសម្រោងយូរទៅប្រធានកងនារីអាណិតស្រឡាញ់ខ្ញុំមិនសូវឲ្យខ្ញុំទៅធ្វើការនៅខាងក្រៅទេគាត់ឲ្យខ្ញុំនៅក្នុងរោងដេរមួកស្លឹកត្នោតឬចាក់ស្រោមពិលស្រោមដីកេះស្ត្រីមូលដ្ឋានមួយចំនួនផ្លែផ្កាឲ្យខ្ញុំថាមិត្តផលមិនដែលចេញទៅធ្វើការទេប្រធានកងនារីឆ្លើយថាយើមីក្របីហងកំចេះដឹងរឿងគេទៅធ្វើការទៅចប់ភារកិច្ចជីកប្រឡាយភ្នំទ្រាំងកងចល័តត្រឡប់មកភូមិវិញ
ដើមឆ្នាំ1978យាយតាពីរនាក់ជាចាស់ប្រតិចារនៅក្នុងភូមិភ្នៅហើយខ្ញុំទៅរស់នៅជាមួយគាត់ក្រោមការទំនុកបំរុងនិងទទួលខុសត្រូវរបស់គាត់ពេលនោះអង្គការឲ្យខ្ញុំដាំបាយនៅរោងបាយភូមិភ្នៅពាក់កណ្ដាលឆ្នាំ1978ទឹកទន្លេឡើងធំជន់ជោរព័ទ្ធជុំវិញភូមិជីដូនខាងម្ដាយខ្ញុំដែលរស់នៅភូមិឈើល្វីងឃុំតាំងក្រសាំងស្រុកសន្ទុកសពថ្ងៃគាត់នៅរស់នៅឡើយមានអាយុ90ឆ្នាំហើយបានលើថាខ្ញុំនៅរស់ម្នាក់ឯងនៅភូមិភ្នៅក៏អ៊ំទូកជាមួយយាយម្នាក់ទៀតទៅរកខ្ញុំជីដូនខ្ញុំឃើញភ្លាមគាត់យំរហូតរួចគាត់ផ្ដាំផ្ញើនឹងយាយតាដែលចិញ្ចឹមខ្ញុំឲ្យគាត់ជួយមើលចៅគាត់ផងចុងឆ្នាំ1978ថ្ងៃមួយខ្ញុំកំពុងតែដាំបាយនៅក្នុងរោងបាយកណ្ដាលភូមិខ្ញុំឃើញកុមារី2នាក់ម្នាក់អាយុប្រហែលជា10ឆ្នាំម្នាក់ទៀតអាយុប្រហែលជា7ឆ្នាំគ្រាន់តែក្រឡេកឃើញកុមារីទាំង2នាក់ភ្លាមខ្ញុំហាក់ដូចជាស្រឡាញ់ណាស់ព្រោះក្មេងទាំងពីរមានសាច់ឈាមមុខមាត់ស្រដៀងប្អូនរបស់ខ្ញុំយកកុមារីនេះមកអង្គុយលើភ្លើអោបដោយក្តីស្រឡាញ់ប៉ុន្មានថ្ងៃក្រោយមកចាស់នឹងយាយតាចិញ្ចឹមចាត់ចែងឲ្យខ្ញុំរៀបការជាមួយឪពុករបស់កុមារីនោះគាត់ឈ្មោះនួនវណ្ណៈជាបរិសុទ្ធពុះម៉ាយមានកូន5នាក់ប្រុស3ស្រី2នាក់យើងទាំងពីររៀបការនៅក្នុងរោងបាយមួយនៅក្នុងភូមិភ្នៅក្នុងសម្លៀកបំពាក់បង់កក្រមារបៀបជាកងចល័តថ្ងៃស្អែកឡើងកូនប្រុសច្បងរបស់គាត់ត្រូវអង្គការបញ្ជូនឲ្យទៅធ្វើកងទ័ពហើយបាត់ខ្លួនរហូតដល់សពថ្ងៃនេះតាំងពីថ្ងៃរៀបការរួចមកខ្ញុំហាក់ដូចជាបានធូរស្រាលខ្លះព្រោះកុមារីទាំងពីរនេះឧស្សាហ៍ទៅចិញ្ចួតបានកូនត្រីតូចយកមកលីងហូបជាមួយបាយដែលខ្ញុំយកទៅផ្ទះដាច់ឆ្នាំ1978ចូលដល់ខែមករាឆ្នាំ1979យប់មួយនោះខ្ញុំឮស្នូរខ្ទររង្គើដីយ៉ាងខ្លាំងនៅតាមផ្លូវជាតិលេខ6នោះគឺជាសន្ធឹករត់ពីដែកប្រជាជនខ្សឹបខ្សៀវគ្នាថាដាច់ហើយដាច់របបប៉ុលពតហើយខ្ញុំហៅគ្នាមកជុំប្រមូលបាយដែលនៅសល់ទាំងប៉ុន្មានចាក់ចូលកន្ត្រកមួយរួចកិច្ចខ្លួនពួនក្បែរភូមិព្រឹកឡើងស្រាប់តែឃើញប្រជាជនផ្អើលទៅដណ្ដើមអង្គរអំបិលចានឆ្នាំងរបស់របរនៅក្នុងរោងបាយហើយសោយសប្បាយនិយាយគ្នាថាយើងទាំងអស់គ្នាផុតពីស្លាប់ហើយយើងរស់ហើយយើងទាំងអស់គ្នាចាប់ផ្ដើមកសាងជីវិតថ្មីខ្ញុំឈប់រស់នៅភូមិភ្នៅទៀតហើយយើងនាំគ្នាមករស់នៅភូមិកំញាកនៅក្នុងឃុំដដែលខ្ញុំដាក់ពាក្យសុំធ្វើជាគ្រូបង្រៀនយើងទាំងអស់គ្នាចាប់ផ្ដើមកសាងជីវិតថ្មីខ្ញុំឈប់រស់នៅភូមិភ្នៅទៀតហើយយើងនាំគ្នាមករស់នៅភូមិកំញាកនៅក្នុងឃុំដដែលខ្ញុំដាក់ពាក្យសុំធ្វើជាគ្រូបង្រៀននៅឆ្នាំ1980ខ្ញុំសម្រាលបានកូនប្រុសម្នាក់ដាក់ឈ្មោះនួនវីរៈម្ដាយក្មេកខ្ញុំយាយយ៉ងស្រឡាញ់ខ្ញុំនិងកូនខ្ញុំណាគាត់បានជួយមើលវីរៈជាប់ជាប្រចាំពេលដែលវីរៈមានអាយុ11ខែក្រសួងអប់រំបានតម្រូវឲ្យខ្ញុំទៅរៀនវគ្គបណ្ដុះបណ្ដាលគរុកោសល្យរយៈពេល3ខែនៅវិទ្យាល័យកំពង់ធំថ្ងៃនោះខ្ញុំបីវីរៈដោយមានកូនស្រីរបស់ប្តីខ្ញុំជួយយួរកតាផងទៅជម្រាបលាម្ដាយក្មេកថាម៉ែខ្ញុំលាទៅរៀនហើយសូមម៉ែនៅទីនេះចុះម៉ែឆ្លើយតបថាទៅចុះកូនសូមឲ្យបានសេចក្តីសុខបើកូនមានប្រាក់ខែកូនធ្វើបន់ផងទៅប្រាថ្នាកាត់ជាតិណាកុំឲ្យព្រាត់គ្នាដូចជាតិនេះទៀតខ្ញុំដើរចេញទៅទាំងហូរទឹកភ្នែកបណ្ដា3ខែក្រោយមកខ្ញុំត្រឡប់ទៅភូមិកំញាតវិញអ្នកភូមិប្រាប់ខ្ញុំថាយាយយ៉ងវិលទៅស្រុករបស់គាត់វិញហើយខ្ញុំក៏បាត់ដំណឹងរបស់គាត់រហូតដល់សពថ្ងៃបច្ចុប្បន្ននេះខ្ញុំរស់នៅភូមិបារាយតូចឃុំបារាយស្រុកបារាយខេត្តកំពង់ធំមានកូនបង្កើត5នាក់ស្រីម្នាក់សូមឲ្យការសរសេរនេះចងចាំក្នុងបេះដូងកូនខ្មែររហូត